បញ្ហាតាក់ទងឱសថកម្រិតនៃការប្រើប្រាស់ឱសថត្រឹមត្រូវ Perindopril 4 មីលីក្រាមលេប1គ្រាប់ក្នុងមួយថ្ងៃប្រឡំមុនបាយសម្រាប់រយៈពេល1ខែដូចនេះកម្រិតនិងរយៈពេលនៃការប្រើប្រាស់ឱសថនេះនៅក្នុងបញ្ជាក់បញ្ជាពិតជាត្រឹមត្រូវគ្លីបអង់ក្លាមីត 2.5 មីលីក្រាមលេប1គ្រាប់ក្នុងមួយថ្ងៃប្រឡំមុនបាយសម្រាប់រយៈពេល1ខែដូចនេះកម្រិតនិងរយៈពេលនៃការប្រើប្រាស់ឱសថនេះនៅក្នុងវេជ្ជបញ្ជាពិតជាត្រឹមត្រូវផលរំខានឱសថចំពោះឱសថ Perindopril ផលរំខានដែលអាចកើតមានជាញឹកញាប់ចំពោះអ្នកជំងឺគឺសម្ពាធឈាមធ្លាក់ចុះក្អកពិបាកដកដង្ហើមក្អួតចង្អោររាគទល់លាមកឈឺពោះចំពោះឱសថគ្លីបង់ក្លាមីតអាចធ្វើឲ្យអ្នកជំងឺកំហាប់ជាតិស្ករក្នុងឈាមធ្លាក់ចុះអន្តរកម្មឱសថមានការប្រើប្រាស់ឱសថ Perindopril និងគ្លីបង់ក្លាមីតក្នុងកំឡុងពេលជាមួយគ្នាអាចបង្កឲ្យមានអន្តរកម្មឱសថនិងឱសថបញ្ហាដែលរកឃើញខាងលើក្នុងកំឡុងពេលដែលប្រើប្រាស់ឱសថ Perindopril ជាមួយគ្នានិងឱសថ គ្លីបង់ក្លាមីតវានឹងមានអន្តរកម្មឱសថហេតុការណ៍ទាំងនេះបណ្ដាលមកពីជាតិស្ករនៅក្នុងឈាមត្រូវបានស្រូបចូលយ៉ាងខ្លាំងទៅក្នុងកោសិកាដែលជាហេតុធ្វើឲ្យតម្រូវការនៅកម្រិតគ្លីបង់ក្លាមីតនៅក្នុងខ្លួនអ្នកជំងឺមានការថយចុះនៅពេលនោះការប្រើប្រាស់ឱសថគ្លីបង់ក្លាមីតក្នុងកម្រិតធម្មតាក៏คล้ายទៅជាការរើសកម្រិតទៅវិញផលវិបាកចំពោះអ្នកជំងឺតាក់ទងនឹងបញ្ហាខាងលើបញ្ហាដែលរកឃើញខាងលើទាំងអស់នេះគឺជាមូលហេតុចម្បងដែលធ្វើឲ្យអ្នកជំងឺមានសភាពអស់កម្លាំងដោយសារតែកំហាប់ជាតិស្ករនៅក្នុងឈាមធ្លាក់ចុះ Hypoglycemic ផ្ដល់អនុសាសន៍តាក់ទងនឹងបញ្ហាខាងលើការប្រើឱសថ Perindopril និងគ្លីបង់ក្លាមីតក្នុងកំឡុងពេលជាមួយគ្នាគួរតែជៀសវាងទោះបីជាយ៉ាងណាក៏ដោយក្នុងករណីដែលការប្រើប្រាស់ឱសថ Perindopril ឬគ្លីបង់ក្លាមីតត្រូវបានបង្ហាញដោយវេជ្ជបណ្ឌិតថាមានលក្ខណៈចាំបាច់ដែលមិនអាចជៀសវាងបានគឺយើងអាចប្រើប្រាស់ឱសថនេះយើងត្រូវបន្ថយកម្រិតប្រើប្រាស់ឱសថគ្លីបង់ក្លាមីតនិងបង្កើនការត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាមប៉ុន្តែបើគ្មានលក្ខណៈចាំបាច់ក្នុងការប្រើប្រាស់ឱសថទាំងពីរខាងលើទេយើងគួរតែប្ដូរទៅប្រើឱសថអង់ទីអ៊ីប៉ែតង់សឺឬអង់ទីយ៉ាបេតិកដទៃទៀតកំណត់ចំណាំដោយសារខ្ញុំជាឱសថការីដូចនេះរាល់ការបដូរឱសថឬបង្កើនឬបន្ថយកម្រិតប្រើប្រាស់នៅឱសថក្នុងវេជ្ជបញ្ជាមិនត្រូវបានអនុញ្ញាតឲ្យធ្វើនោះទេឱសថការីត្រូវតែទូរស័ព្ទទៅវេជ្ជបណ្ឌិតឯកទេសដើម្បីផ្ដល់ព័ត៌មាននិងដោះស្រាយបញ្ហានេះ